Ok này, hello tất cả các bạn, I am Kaizen. Ngày nay mà bắt đầu sẽรื่อง Modern Medical Paul បន្តទៀតប៉ុន្តែមិនចូលសរឿងខ្ញុំក៏សូមអរគុណដល់គ្នាយើងដែលបាន donate admin អញ្ចឹងចាយគាត់ក៏បាន donate admin ចំនួន 0.20 សេនហើយមានក៏ពិតជាអរគុណដល់គាត់ខ្លាំងមែនតើគាត់សតគាត់ក៏បានធ្វើការ donate admin ចំនួន 3 ដងជាប់គ្នាហើយកុំភ្លេចជីមុខនៅក្នុង comment ដែលគ្នាយើងបានឃើញផងតើចឹងកុំមកខាតពេលយើងចាប់ផ្ដើមទាំងអស់គ្នាដល់ចាប់ផ្ដើមមកក្នុង episode នេះមកក្រោយពេលដែលអាការីបានត្រឡប់មកវិញមិត្តភ័ក្តិរបស់នាងទាំងពីរនាក់នោះគឺពិតជាបារម្ភពីនាងខ្លាំងមែនតើតែការីក៏បានប្រាប់ពួកគេថានាងគ្រាន់តែដើរលេងតាមឆ្នេរសមុទ្រមួយផ្លែតនឹងហើយជារីជាមួយនឹងមិត្តភ័ក្តិរបស់នាងក៏បានចោលស្ដាប់នៅទីនោះផងដែរប៉ុន្តែជារីនៅពេលនោះក៏បានក៏លេចឃើញជីរ៉ូកំពុងតែដើរត្រឡប់មកវិញតាមឆ្នេរសមុទ្រនឹងដែរហើយនាងក៏ឆ្ងល់ថាហើយបានជាជីរ៉ូទៅដើរលេងតាមឆ្នេរសមុទ្រដែរអញ្ចឹងហើយក៏មកដល់ពេលព្រឹកឡើងនឹងគាត់ពេលដែលជីរ៉ូបានភ្ញាក់ពីគេងហើយគាត់ក៏មានអារម្មណ៍ថាខ្លួនដូចមិនសូវឆ្អែតសោះយប់មិញនេះប៉ុន្តែស្ទើរតែពេលនោះគាត់ក៏បានជួបជារីទាំងព្រលឹមតែម្ដងហើយវាក៏ធ្វើឲ្យគាត់មានអារម្មណ៍សោកស្ដាយឡើងវិញហើយពួកគេទាំងពីរក៏បាននិយាយ Good morning ទៅកាន់គ្នាទៅជីរ៉ូនៅពេលនោះក៏គិតថាជារីនៅក្នុងសម្លៀកបំពាក់គេងយប់របស់នាងក៏ពិតជាខ្ជូរខ្លាំងមែនតើចំណែកជារីវិញនៅពេលនោះនាងក៏មានរឿងចង់សួរទៅកាន់ជីរ៉ូប៉ុន្តែជារីបែរជាបដិសេធមិនហ៊ានសួរជីរ៉ូទៅវិញហើយក្រោយមកជីរ៉ូក៏បានទៅជួបជាមួយនឹងអាការីនៅក្នុងបន្ទប់ទឹកដែលក្នុងអំឡុងពេលដែលជីរ៉ូកំពុងតែដោះធ្មេញហ្នឹងអាការីនឹងក៏បាននិយាយញ៉ាំជីរ៉ូតែតងជាមួយនឹងរឿងដែលកើតឡើងកាលពីយប់មិញដែលនៅពេលដែលជីរ៉ូបាននឹកឃើញហើយហ្នឹងវាក៏ធ្វើឲ្យគាត់ឆ្លក់ថ្នាំដោះធ្មេញយកតែម្ដងប៉ុន្តែមុននឹងចេញទៅហ្នឹងអាការីក៏បានយកកសែងដាក់លើក្បាលរបស់ជីរ៉ូផងដែរហើយនាងក៏និយាយថារឿងហ្នឹងគឺជារឿងសម្ងាត់រវាងប្តីប្រពន្ធតែប៉ុណ្ណោះតែចំណែកជីរ៉ូយើងវិញគាត់ក៏សប្បាយចិត្តដែរនៅពេលដែលអាការីនៅតែសើចញញឹមដាក់គាត់បានចឹងទៀតក៏ព្រោះថាបើសិនបើអាការីក៏ទៅលើរឿងយប់មិញគឺជារឿងដែលច្បាស់លាស់នោះវានឹងធ្វើឲ្យពួកគេទាំងពីរមើលមុខគ្នាមិនចំនោះទេហើយក្រោយមកនៅពេលដែលម៉ោងធ្វើការនោះជីរ៉ូនៅពេលនេះកំពុងតែឆោតរឿងចាននៅក្នុងចក្រានបាយហើយជារីក្រោយពេលដែលបានលេងជីរ៉ូនិយាយតាក់ទងជាមួយនឹងការទៅដើរលេងនៅយប់នេះក្រោយពេលដែលចាប់ម៉ោងធ្វើការនោះវាក៏បានធ្វើឲ្យនាងនឹកឃើញរឿងកាលពីយប់មិញភ្លាមតែម្ដងហើយជារីក៏បានស្ទុះទៅទាញជីរ៉ូហើយនិយាយប្រាប់គាត់ថាយប់មិញនេះនាងក៏បានទៅដើរលេងជាមួយនឹងមិត្តភក្តិនាងហើយក៏បានទៅអង្គុយនៅផ្ទះដ៏តូចមួយប៉ុន្តែសម្រាប់នៅពេលនោះនាងក៏បានឮសំឡេងចម្លែកចេញមកពីបន្ទប់ក្រោមជណ្ដើរនៅក្បែរផ្ទះនោះនៅវានោះក៏បានធ្វើឲ្យជីរ៉ូភ្ញាក់បន្តិចដែរហើយជារីក៏បានបន្តទៀតថានាងក៏ពិតជាខ្លាចខ្លាំងមែនតើប៉ុន្តែជីរ៉ូក៏បាននិយាយលងលំទៅកាន់ជារីថាវាគឺមិនអីនោះទេនៅវានឹងគឺអាចគ្រាន់តែជាការសម័យរបស់ជារីតែប៉ុណ្ណោះក៏ព្រោះតែគាត់នឹងក៏ដឹងស្រាប់ហើយថាជារីគឺជាមនុស្សប្រកែកខ្លាចដូចនេះបើសិនជាជារីទៅដើរលេងជាមួយនឹងគាត់នឹងគឺមិនប្រកាន់ជារីនឹងទេជារីបែបនេះហើយនាងក៏អរគុណទៅកាន់ជីរ៉ូហើយក៏ធ្លាប់មកនិយាយថានាងក៏ពិតជាស្រឡាញ់ជីរ៉ូខ្លាំងមែនតើនៅពេលដែលគាត់ធ្វើល្អដាក់នាងប៉ុន្តែក្រោយមកជារីក៏បានភ្ញាក់ខ្លួនឡើងវិញហើយពួកគេទាំងពីរហ្នឹងក៏បានអៀនគ្នាទៅវិញទៅមករកពីអីនិយាយមិនចេញនោះទេហើយនៅពេលដែលជារីបានដើរចេញទៅបាត់ជីរ៉ូក៏បានគិតសម័យតែតងនឹងពាក្យសម្ដីរបស់ជារីអំបញ្ញមិញនេះប៉ុន្តែនៅពេលនោះមិត្តភក្តិរបស់គាត់ក៏បានមកដល់ហើយគាត់មកដល់ភ្លាមហ្នឹងគាត់ក៏បានស្រែកជំទាវដាក់ជីរ៉ូដូចជារដងអញ្ចឹងហើយយើងក៏បានដឹងផងដែរថាការសន្ទនារបស់ជីរ៉ូជាមួយនឹងជារីអំបញ្ញមិញនេះគឺមិត្តភក្តិរបស់គាត់នឹងបានឈប់ស្ដាប់ទាំងអស់ហើយនៅពេលនោះអបិបន្តានឹងក៏ចាប់ផ្ដើមនិយាយបញ្ចូលទៅកាន់ជីរ៉ូហើយតែគាត់ក៏និយាយថាគាត់នឹងគឺជាប្អូនប្រុសរបស់អ្នកដែលជួលជីរ៉ូមកធ្វើការនេះដោយណែគាត់ក៏មានខ្សែដែលតាក់ទងជាមួយនឹងរឿងការចាប់គូនៅយប់នេះនោះគាត់នៅក៏អាចគ្រប់គ្រងបានទាំងអស់ក៏បានន័យថាគាត់ក៏ចង់ឲ្យនរណាគេជាគូជាមួយនរណាវាក៏ស្ថិតនៅក្នុងកំណាប់ដៃរបស់គាត់ហើយគាត់នឹងក៏ឲ្យជីរ៉ូសោកប៉ាន់មកកាន់គាត់មកបើសិនជាគាត់ចង់បានជាគូជាមួយនឹងជារីនោះនិយាយទៅក៏ពិតជាកៀងខ្លាំងមែនតើអបនេះគឺមកលុយសាហាវសូម្បីតែមិត្តភក្តិខ្លួនឯងក៏ធ្វើស៊ីដែរហើយក្រោយមកអ្នកទាំងអស់គ្នាក៏បាននាំគ្នាធ្វើការចាប់រូបដើម្បីស្វែងរកគូដែលការចាប់គូនេះគឺសំខាន់ទៅលើរូបនេះឯងបើសិនជានរណាគេចាប់បានរូបដូចគ្នានោះពួកគេនឹងត្រូវបានជាគូជាមួយនឹងគ្នាហើយជារីនៅពេលនោះកំពុងតែមានការព្រួយបារម្ភផងដែរគាត់ទៅសារតានាងហ្នឹងគឺមានកូនចិត្តមួយគឺខ្លាចថានាងនឹងធ្វើឲ្យដៃគូរបស់នាងមានការខកចិត្តមកលើនាងគាត់សារថាចរខ្លាចរបស់នាងហ្នឹងហើយក្រោយមកយើងក៏បានឃើញមិត្តភក្តិរបស់ជីរ៉ូជាមួយនឹងមិត្តភក្តិរបស់ជារីបានណាជួបគ្នាផងដែរហើយមិត្តភក្តិរបស់ជារីណាក៏បានយកក្រដាសលីសពីខាងក្រុមស្រីៗមកថានរណាគេចាប់បានរូបអីខ្លះដើម្បីមកឲ្យមិត្តភក្តិរបស់ជីរ៉ូហើយមិត្តភក្តិរបស់ជីរ៉ូនៅពេលនោះក៏បានអរគុណទៅកាន់នាងទៅប៉ុន្តែនាងក៏បានសួរត្រឡប់មកវិញថាតើគាត់នឹងគឺគ្រាន់តែចង់ជួយជីរ៉ូឲ្យបានជាគូជាមួយនឹងជារីតែប៉ុណ្្នឹងតើអីអត់មានតាក់ទងជាមួយនឹងនរណាគេផ្សេងទៀតទេមែនតែមិត្តភក្តិរបស់ជីរ៉ូនឹងក៏បានតបទៅវិញគាត់ក៏មានប៉ះពាល់គូផ្សេងទៀតនោះទេហើយនៅពេលនោះមិត្តភក្តិរបស់ជារីក៏បាននិយាយសារទៅកាន់គាត់ថានាងគឺមិននឹកស្មានថាមិត្តភក្តិរបស់ជីរ៉ូគឺជាមនុស្សប្រុសគ្រាន់បើអញ្ចឹងសោះតែធ្វើឲ្យគាត់នឹងក៏មានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំងហើយគាត់ពេលដែលនាងបានដើរចេញទៅបាត់នោះយើងក៏បានដឹងផងដែរថានៅពេលដែលមិត្តភក្តិរបស់ជីរ៉ូបាននិយាយជាមួយនឹងជីរ៉ូនឹងជីរ៉ូក៏បានសូមឲ្យមិត្តភក្តិ
ភ័ក្ររបស់គាត់ធ្វើអាការីបានជាគូជាមួយនឹងមីណាមីមួយគូទៀតផងដែរតែគាត់នឹងក៏ពិតជាទទូចអង្វរមិត្តភក្តិគាត់ខ្លាំងមែនតើបើទោះបីជាគាត់ណាត្រូវឲ្យលុយមិត្តភក្តិគាត់គុណទាំងពីរក៏គាត់ព្រមដែរដែលរឿងនេះក៏ធ្វើឲ្យមិត្តភក្តិគាត់ណាមិនយល់ផងដែរហើយបានជាជីរ៉ូចង់ជួយគេខ្លាំងម្ល៉េះហើយជីរ៉ូក៏បាននិយាយប្រាប់គាត់ផងដែរថាមូលហេតុដែលគាត់ចង់ជួយអាការីណាក៏សន្តិគាត់ណាអាណិតអាការីខ្លាំងមែនតើគាត់ថាអាការីបានឆ្លងកាត់រឿងលំបាកជាច្រើនមកហើយពួកគេទាំងពីរក៏បានសន្យាជាមួយនឹងគ្នាដែលនឹងជួយគ្នាទៅវិញទៅមកប៉ុន្តែក៏មានអាជីរ៉ូតែប៉ុណ្ណោះដែលទទួលបានឱកាសល្អចំណែកអាការីវិញនេះក៏តែងតែបរាជ័យរហូតដូចនេះហើយគាត់មិនចង់ទុកអាការីចោលទៀតនោះទេហើយមិនយល់ប៉ុន្មានពេលវេលាក៏បានឈានទៅដល់ពេលយប់គឺជាពេលដែលពួកគេក៏ត្រូវបានចែកគូផងដែរហើយយើងក៏បានឃើញផងដែរថានៅយប់នោះក៏មានកម្មវិធីមួយដែលពួកគេក៏ត្រូវបានចែកគូហើយដើរលេងជាមួយនឹងគ្នាហើយផែនការរបស់មិត្តភក្តិជីរ៉ូនឹងក៏បានសម្រេចផងដែរដែលជីរ៉ូក៏បានជាគូជាមួយនឹងឈេរីហើយគាត់នឹងក៏បំភ្លេចដាក់ខ្លួនគាត់ជាមួយនឹងចែសក់ក្រហមផងដែរដែលនៅពេលនោះអាប៉ែសក់បតក្រូចគឺបានជាគូជាមួយនឹងចែសក់លឿងហើយចំណែកអាការីក៏បានជាគូជាមួយនឹងមីណាមីហើយបន្តិចក្រោយមកនៅពេលដែលពួកគេបានចែកគូគ្នាហើយនឹងពួកគេក៏នាំគ្នាដើរលេងតាមគូរៀងៗខ្លួនទៅតែអាការីនៅពេលនោះក៏មានអារម្មណ៍រំភើបញាប់ញ័រខ្លាំងមែនតើគាត់ដែលសន្តានាងក៏បានដើរលេងជាមួយនឹងក្រាស់របស់នាងហើយពួកគេទាំងពីរក៏បានកាន់ដៃគ្នាផងដែរប៉ុន្តែនៅពេលដែលអាការីចង់យកទូរស័ព្ទរបស់នាងដើម្បីឆាតទៅសួរគូផ្សេងទៀតនោះនាងក៏បានដឹងថានាងក៏បានជ្រុះបាត់ទូរស័ព្ទបាត់ទៅហើយកាត់ប្រមើលឈេរីជាមួយនឹងជីរ៉ូនេះវិញគាត់ពេលដែលពួកគេគឺបានដើរលេងហើយពួកគេនឹងក៏បានត្រឡប់មកវិញដែលឈេរីនឹងក៏ពិតជាខ្លាចខ្លាំងមែនតើហើយនាងម្ដងនោះក៏រត់ទៅអោបមិត្តភក្តិនាងភ្លាមតែម្ដងមិត្តភក្តិរបស់ជីរ៉ូក៏សួរគាត់ទៅថាតើយ៉ាងម៉េចហើយការដើរលេងរបស់គាត់ជាមួយនឹងឈេរីនោះហើយជីរ៉ូក៏បានឆ្លើយទៅថាវាគឺគ្មានស្អីល្អនោះទេគាត់ដោយសារតែឈេរីនឹងគឺខ្លាចខ្លាំងពេកហើយនាងនោះក៏រត់ចោលគាត់រហូតហើយនៅពេលនេះពួកគេទាំងអស់គ្នាក៏បានមកជុំគ្នាវិញហើយដែលលើកលែងតែអាការីជាមួយនឹងមីណាមីតែប៉ុណ្ណោះនៅពេលនោះអាប៉ែសក់ទឹកក្រូចក៏ពេលបានឃើញបែបនេះគាត់នឹងក៏ចង់យកទូរស័ព្ទរបស់គាត់ឆាតទៅសួរអាការីប៉ុន្តែក៏ត្រូវបានចែសក់លឿងគាត់ទៅវិញហើយនាងក៏និយាយថានាងគឺមិនចង់ឲ្យអាប៉ែនឹងទៅរំខានពេលវេលារបស់អាការីជាមួយនឹងមីណាមីនោះទេនៅរឿងនេះក៏បានធ្វើឲ្យជីរ៉ូយើងមិនសុខក្នុងចិត្តនោះទេគាត់ក៏បាននឹកទៅដល់ពាក្យសម្ដីរបស់អាការីដែលបាននិយាយប្រច័ណ្ឌមកលើគាត់ថានាងគឺមិនចង់ឃើញគាត់និយាយជាមួយនឹងមនុស្សស្រីដទៃនោះប៉ុន្តែក្រោយមកជីរ៉ូក៏បានដាក់ខ្លួនឯងឡើងវិញថារឿងនោះវាគ្មានអីតាក់ទងជាមួយនឹងគាត់នោះទេហើយស្រាប់តែនៅពេលនោះអាប៉ែមួយដែលជាបងរបស់មិត្តភក្តិជីរ៉ូនឹងក៏ទទួលបានទូរស័ព្ទដែលមីណាមីក៏បានខលមកកាន់គាត់ដោយគាត់ក៏និយាយថាអាការីក៏បានជ្រុះបាត់ទូរស័ព្ទហើយនៅពេលដែលពួកគេកំពុងតែស្វែងរកទូរស័ព្ទរបស់អាការីមីណាមីក៏បានវង្វេងបាត់អាការីបាត់ទៅហើយដូចនេះក៏បានន័យថាអាការីនៅពេលនេះកំពុងតែវង្វេងម្នាក់ឯងកណ្ដាលយប់នៅក្នុងព្រៃដ៏ស្ងាត់ជ្រងំនឹងប៉ុន្តែអាប៉ែមួយដែលជាបងរបស់មិត្តភក្តិជីរ៉ូនឹងក៏បាននិយាយថាតំបន់នេះគឺវាគ្មានគ្រោះថ្នាក់នោះទេវាគឺជាតំបន់ឯកជនដូចនេះហើយគាត់ក៏បានប្រាប់ជីរ៉ូថាកុំឲ្យគាត់ព្រួយបារម្ភអីហើយជាចៃដន្យអីនៅពេលនោះមេក៏ចាប់ផ្ដើមភ្លៀងថែមទៀតដូចនេះអ្នករកគ្នាក៏បានរត់ទៅជ្រកភ្លៀងអស់ទៅដល់ឈេរីក៏បានហៅជីរ៉ូឲ្យទៅជ្រកភ្លៀងជាមួយនឹងគេផងដែរប៉ុន្តែជីរ៉ូក៏បានជាកវាដៃរបស់នាងចេញហើយក៏និយាយសុំទោសទៅកាន់ឈេរីក៏ប៉ុន្តែគាត់គឺត្រូវទៅរកអាការីឲ្យឃើញហើយចំណែកអាការីយើងវិញនៅពេលនេះទូរស័ព្ទក៏បានបាត់ផ្លូវក៏វង្វេងហើយមេក៏ភ្លៀងថែមទៀតវាក៏ធ្វើឲ្យនាងក៏ពិតជាអស់សង្ឃឹមខ្លាំងមែនតើហើយនាងក៏មានអារម្មណ៍ថាខកចិត្តចំពោះខ្លួនឯងដែរដែលនាំទុកដល់អ្នកដទៃនោះស្របពេលនោះផងដែរជីរ៉ូយើងក៏បានដើរត្រេកហៅអាការីពេញព្រៃនឹងតែម្ដងប៉ុន្តែគាត់គឺមិនបានរកឃើញអាការីនោះទេតែបែរជាទៅរកឃើញទូរស័ព្ទរបស់នាងទៅវិញហើយចំណែកអាការីនៅពេលនេះកំពុងតែអង្គុយអស់សង្ឃឹមនៅកណ្ដាលភ្លៀងម្នាក់ឯងហើយស្រាប់តែពេលនោះនាងក៏បានលើសម្រាប់ជើងមនុស្សម្នាក់នឹងដើរមករកនាងដែលអាការីគឺស្មានថាមនុស្សម្នាក់នោះគឺជាជីរ៉ូហើយនាងក៏បានស្រែកហៅឈ្មោះរបស់ជីរ៉ូនឹងឡើងលឺតែម្ដងប៉ុន្តែវាមិនមែននោះទេអ្នកដែលមករកនាងឃើញគឺជាមីណាមីទៅវិញវាក៏បានធ្វើអាការីមានការខកចិត្តបន្តិចដែរតែមីណាមីនៅពេលនោះក៏បានសុំទោសទៅកាន់អាការីដែលគាត់មិនបានមើលនាងហើយឲ្យនាងវង្វេងបែបនេះហើយក្រោយមកពួកគេទាំងពីរក៏បានរកកន្លែងជ្រកទៅហើយមីណាមីនៅពេលនោះក៏បានខលទៅប្រាប់មិត្តភក្តិរបស់គាត់នៅម្ខាងទៀតថាគាត់ក៏បានរកឃើញអាការីហើយប៉ុន្តែនៅពេលនេះពួកគេគឺមិនទាន់បានត្រឡប់ទៅវិញនោះទេគ្រាន់តែពួកគេគឺចាំមួយមេឃរៀងបន្តិចហើយអាការីក៏បាននិយាយសុំទោសទៅកាន់មីណាមីផងដែរព្រោះថារឿងគ្រប់យ៉ាងគ្រាន់តែនាងគឺជាអ្នកនាំទុកទាំងអស់ហើយស្រាប់តែនៅពេលនោះមីណាមីក៏បាននិយាយថាអគាត់នឹងសុំទោសទៅកាន់អាការីផងគ្រាន់តែគាត់គឺមិនមែនជាជីរ៉ូ
ដែលវាណាក៏បានធ្វើឲ្យអាការីចាប់ផ្ដើមប្រកែកភ្លាមតែម្ដងហើយមុខរបស់នាងក៏ចាប់ផ្ដើមឡើងក្រហមផងដែរមីណាមីនៅពេលនោះក៏បានអង្គុយសើចអាការីទៅបើទោះបីជាអាការីប្រកែកយ៉ាងណាក៏ដោយក៏មីណាមីក៏បានមើលធ្លុះចិត្តរបស់អាការីបាត់ទៅហើយតែគាត់នឹងក៏ដឹងច្បាស់ណាស់ថាអាការីមានអារម្មណ៍យ៉ាងម៉េចចំពោះជីរ៉ូហើយចំណែកជីរ៉ូនេះវិញនៅពេលនោះជីរីក៏បានរត់មករកគាត់ហើយនាងក៏បានប្រាប់គាត់ថានៅពេលនេះគេក៏បានរកឃើញអាការីហើយធ្វើឲ្យជីរ៉ូក៏មានការសប្បាយចិត្តផងដែរប៉ុន្តែគាត់ពេលដឹងថាអ្នកដែលរកអាការីឃើញគឺជាមីណាមីវាក៏បានធ្វើឲ្យទឹកមុខរបស់ជីរ៉ូផ្លាស់ប្ដូរភ្លាមតែម្ដងហើយក្រោយមកជីរ៉ូជាមួយនឹងជីរីក៏បានទៅរកកន្លែងជ្រកភ្លៀងសិនដើម្បីអង្គុយនិយាយគ្នាតែជីរ៉ូនៅពេលនោះគាត់ក៏បាននិយាយបន្តមកខ្លួនឯងថាគាត់ក៏ជាមនុស្សអត់ប្រយោជន៍ខ្លាំងមែនតើបើទោះបីជាគាត់ដឹងថាមីណាមីនឹងទៅរកអាការីហើយគាត់ក៏នៅតែមករកអាការីថែមទៀតប៉ុន្តែជារីក៏និយាយប្រាប់ជីរ៉ូថាគាត់មិនមែនជាមនុស្សដែលអត់ប្រយោជន៍នោះទេដែលវានឹងក៏បានន័យថាជីរ៉ូគឺជាមនុស្សដែលចិត្តល្អគាត់សន្តិគាត់គឺខ្វាយខ្វល់អំពីអាការីខ្លាំងណាស់ហើយជារីក៏បានបន្តទៀតផងដែរថានាងក៏ចង់ស្គាល់ជីរ៉ូឲ្យកាន់តែច្បាស់ដូចជាអាការីផងដែរគាត់សន្តិនាងគឺដឹងថាអាការីគឺស្គាល់ជីរ៉ូច្បាស់ជាងនាងឆ្ងាយណាស់ក៏ព្រោះតែពួកគេទាំងពីរគឺបានរស់នៅជាមួយនឹងគ្នាในការនិយាយរបស់ជារីក៏បានធ្វើឲ្យជីរ៉ូឆ្ងល់ខ្លាំងមែនទែនប៉ុន្តែនៅពេលនោះជីរ៉ូក៏បានសួរជារីតែតងជាមួយនឹងទំនាក់ទំនងរបស់នាងជាមួយនឹងមីណាមីដែលគាត់នឹងក៏បានសួរថាការដែលជារីបានប្រកាសជាមួយនឹងគាត់កាលពីលើកមុនត្រង់នេះជីរ៉ូក៏ចង់បានន័យថាការដែលពួកគេគឺបានថោកគ្នាកាលពីលើកមុនហ្នឹងតើជារីបានចូលវាទៅអនុវត្តដែរឬអត់ជារីនៅពេលនោះក៏ចាប់ផ្ដើមអៀនហើយនាងក៏ប្រកាសព្រាមថានាងគឺមិនបានធ្វើរឿងចឹងជាមួយនឹងមីណាមីនោះទេហើយការដែលវឹកហាត់ជាមួយនឹងជីរ៉ូហ្នឹងវាក៏ជាលើកដំបូងរបស់នាងដែរនៅពេលនោះនាងក៏សួរទៅកាន់ជីរ៉ូចុះចំពោះជីរ៉ូវិញហើយនៅពេលដែលជីរ៉ូបំរុងនឹងឆ្លើយនោះជារីក៏បាននិយាយកាន់ជីរ៉ូយកតែម្ដងថានាងគឺសុំទោសទៅកាន់ជីរ៉ូដែលសួរសំណួរប្លែកៗទៅកាន់គាត់បែបនេះហើយជារីក៏បំរុងនឹងដើរចេញនៅពេលនោះផងដែរប៉ុន្តែជីរ៉ូក៏បានចាប់ដៃរបស់នាងហើយជារីនៅពេលនោះក៏បានផ្អែកខ្លួនរបស់នាងមកលើជីរ៉ូហើយនាងក៏និយាយទាំងអូដាមក៏ទៅកាន់ជីរ៉ូថាបើទោះបីជានៅពេលនេះជីរ៉ូនៅជាមួយនាងក៏ដោយក៏នាងនៅតែមានអារម្មណ៍ថានាងក៏ពិតជាឯកខ្លាំងមែនតើក៏រសារតែជារីក៏ដឹងថាបើទោះបីជាពួកគេគឺជាមិត្តភក្តិជាមួយនឹងគ្នាកាលពីតូចៗក៏ដោយវានឹងក៏មិនមែនបានន័យថានៅពេលដែលធំឡើងជារីគឺអាចនៅក្បែរជីរ៉ូបានរហូតនោះទេតែនៅពេលនោះជារីក៏បានសួរទៅកាន់ជីរ៉ូតើអាការីគឺជាមនុស្សម្នាក់ដែលមានអីពិសេសចំពោះគាត់ដែរឬអត់បើសិនជាអាការីមិនមែនជាមនុស្សដែលពិសេសចំពោះគាត់នោះទេនាងក៏បានប្រាប់ឲ្យជីរ៉ូបង្ហាញនាងមកបង្ហាញនាងអំពីអ្វីដែលអាការីមិនដឹងអំពីជីរ៉ូហើយយើងក៏ដើម្បីអាការីជាមួយនឹងមីណាមីអានេះវិញនៅពេលនេះមីណាមីក៏បានប្រាប់ពីអារម្មណ៍របស់គាត់ទៅកាន់អាការីផងដែរថាគាត់ក៏ទៅលើអាការីដូចជាប្អូនស្រីរបស់គាត់ចឹងហើយវាក៏បានធ្វើឲ្យអាការីហ្នឹងក៏យល់កាន់តែច្បាស់អំពីអារម្មណ៍របស់មីណាមីប៉ុន្តែនៅពេលនោះនាងក៏នឹកឃើញសន្យារបស់នាងជាមួយនឹងជីរ៉ូថាពួកគេគឺសន្យាថានឹងបដូរគូគ្នានៅពេលដែលពួកគេបានឡើងទៅដល់អេរ៉ាងហើយនាងក៏បានសួរទៅកាន់មីណាមីថាចុះបើសិនជានាងត្រូវធ្វើជាប្រពន្ធរបស់គាត់នៅក្នុងការវឹកហាត់អាពាហ៍ពិពាហ៍នោះតើអារម្មណ៍របស់គាត់ចំពោះនាងនឹងផ្លាស់ប្ដូរដែរឬអត់ដែលមីណាមីនៅពេលនោះក៏បានប្រាប់អាការីតាមត្រង់ទៅថាវាគឺគ្មានអីផ្លាស់ប្ដូរនោះទេក៏រសារតែគាត់ក៏មានមនុស្សដែលគាត់ស្រឡាញ់ទៅហើយនៅពេលនោះអាការីក៏គិតថាមនុស្សដែលមីណាមីស្រឡាញ់ហ្នឹងគឺជាជារីនឹងឯងតែរឿងនេះវាក៏បានធ្វើឲ្យមីណាមីសើចម្ដងទៀតហើយដែលគាត់ក៏បាននិយាយប្រាប់អាការីឲ្យច្បាស់ថាមនុស្សដែលគាត់ស្រឡាញ់គឺមិនមែនជាជារីនោះទេដែលមនុស្សម្នាក់នោះអាការីមិនទាំងនឹងស្គាល់ផងហើយគាត់ក៏បាននិយាយប្រាប់រឿងស្នេហារបស់គាត់ឲ្យអាការីទៅដែលយើងក៏បានឃើញថាមនុស្សដែលគាត់ស្រឡាញ់នឹងគឺត្រូវបានភ្ជាប់ពាក្យឲ្យឬក៏រៀបការឲ្យមិនដឹងតែមីណាមីក៏បាននិយាយផងដែរថាក្តីស្រឡាញ់របស់គាត់គឺវាគ្មានអនាគតនោះទេក៏បានន័យថាវាគឺគ្មានការរីកចម្រើននឹងឯងបាននិយាយខ្លីទៅគាត់គឺស្រឡាញ់គេតែម្នាក់ឯងនឹងឯងដោយសាររឿងរបស់មីណាមីក៏ពិតជាកំសត់ខ្លាំងមែនតើហើយគាត់ក៏សុំទោសទៅកាន់អាការីដែរដែលត្រូវឲ្យអាការីឆ្លងកាត់បទពិសោធន៍ដែលស្រឡាញ់គេម្នាក់ឯងដូចជាគាត់ហើយអាការីនៅពេលនោះក៏បានតបមកមីណាមីវិញទាំងទឹកភ្នែកតែម្ដងថានាងគឺមិនបានស្រឡាញ់មីណាមីដើម្បីឲ្យគាត់មកសុំទោសនាងនោះទេក៏ព្រោះថាគ្រប់ពេលដែលនាងបាននៅជាមួយនឹងមីណាមីនោះវាក៏ពិតជាធ្វើឲ្យនាងមានអារម្មណ៍រំភើបមែនហើយអាការីក៏បានបន្ថែមទៀតផងដែរថានាងក៏ពិតជាស្រឡាញ់មីណាមីមែនប៉ុន្តែនាងក៏មិនចង់ឲ្យមីណាមីក៏តែខ្លួនឯងគឺជាអ្នកក៏ដែលបដិសេធនាងនោះទេតែមីណាមីនៅពេលនោះក៏បាននិយាយថាមិនអីនោះទេគាត់ក៏យល់ពីអារម្មណ៍របស់អាការីដែរក៏ប៉ុន្តែគាត់បានឆ្លងកាត់រឿងទាំងអស់នោះរួចទៅហើយមីណាមីក៏មានអារម្មណ៍ថាធូរស្បើយនៅពេលដែលបានលើអាការីហើយឈ្មោះរបស់ជីរ៉ូនៅពេលដែលគាត់ទៅរកអាការីនៅពេលនោះក៏បានន័យថាអាការីក៏មានចិត្តមកលើជីរ៉ូនឹងឯងព្រោះថាអារម្មណ៍របស់នាងនៅពេលនោះក៏គិតតែពីជីរ៉ូនោះទេតែអាការីក៏បានតបមកវិញថាចុះបើសិនជាជីរ៉ូនៅពេលនេះកំពុងតែដេតនរណាគេផ្សេងទៀតនោះឬគាត់ក៏មានមនុស្សដែលគាត់ស្រឡាញ់ដ
តែនឹងតើនាងត្រូវធ្វើយ៉ាងម៉េចហើយមីណាមីក៏បានប្រាប់ទៅថាបើទោះបីជាអញ្ចឹងក៏ដោយក៏គាត់នឹងគិតថាអាការីនឹងមិនចោះចាញ់នោះទេនាងប្រកាសជាព្យាយាមមកអស់ពីសមត្ថភាពរបស់នាងហើយក៏ព្រោះថានេះគឺជាអាការីដែលគាត់ស្គាល់ហើយក្រោយពេលដែលយំហើយហ្នឹងអាការីក៏បានប្រាជ្ញាចិត្តថាលោកនាងនឹងព្យាយាមមកអស់ពីសមត្ថភាពរបស់នាងថានឹងយកជីរ៉ូឲ្យបានដើម្បីកុំឲ្យមានការស្ដាយក្រោយជាលើកទី2ហើយចំពោះមីណាមីវិញគាត់ក៏បានគិតមកលើខ្លួនឯងថាវាក៏ល្មមដល់ពេលដែលគាត់នឹងត្រូវ move on ដែរហើយដែលគាត់នឹងក៏ដឹងច្បាស់ផងដែរថាជីរ៉ូប្រកាសជាមានមនុស្សដែលគាត់ស្រឡាញ់ហើយគាត់ក៏សង្ឃឹមថារឿងរ៉ាវវានឹងប្រសើរឡើងសម្រាប់ពួកគេទាំងអស់គ្នាទៅចុះហើយនឹងហើយបើសិនថាឡើងវិញមកអាការីយើងក៏បានកាត់ចិត្តដាច់ស្រេចចេញពីមីណាមីមកហើយក៏ដោយសារតែនៅទីបំផុតអាការីក៏ព្រមទទួលស្គាល់អារម្មណ៍របស់នាងចំពោះជីរ៉ូហើយដូចនេះនៅពេលនេះអ្វីដែលនាងគឺផ្ដោតសំខាន់បំផុតនឹងគឺធ្វើយ៉ាងណាយកជីរ៉ូរបស់នាងនឹងឲ្យបានហើយនឹងហើយអេពីសូតមួយនេះក៏ត្រូវបានបញ្ចប់ត្រឹមហ្នឹងហើយនៅសល់តែមួយអេពីសូតទៀតទេស៊ីហ្សនទី1នៃ anime មួយនេះក៏ត្រូវបានបញ្ចប់ផងដែរជាចុងក្រោយក៏សូមអរគុណអ្នកទាំងអស់គ្នាក្នុងការចំណាយពេលវេលាមកលើវីដេអូមួយនេះជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អជួបគ្នានៅវីដេអូក្រោយ